បាទសួស្តីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងនេតិនេះអត្ថបទនេះនិយាយអំពីអឺការរកឃើញនៅសពាវុធប្រឆាំងនឹងរថក្រោះដែលកងទ័ពលោកហ៊ុនសែនមានអាវុធសម្រាប់ប្រឆាំងនឹងរថក្រោះដ៏មហាទំនើបបាទដ៏មហាទំនើបគឺជាអាវុធប្រឆាំងរថក្រោះចំនួនទី5ដែលទើបតែនឹងចាញ់ប្រើដោយកងទ័ពចិននៅក្នុងដើមឆ្នាំ2025នេះទើបនឹងចាញ់ប្រើដោយកងទ័ពចិននៅឆ្នាំ25នេះហើយកម្ពុជាបានទទួលនៅអាវុធនេះយកមកប្រើក្នុងសមរភូមិណាក្នុងសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លារវាងថៃនិងកម្ពុជាអាវុធដ៏ខ្លាំងក្លានេះធ្វើឲ្យថៃបាសសក់ជ្រងភ្ញាក់ខ្លួនយ៉ាងខ្លាំងព្រឺសម្បុរខ្លាចរអាជាទីបំផុតអាវុធនោះគឺជាអាវុធដែលគេមិននឹកស្មានថាណាគេមិននឹកស្មានថាកងទ័ពលោកហ៊ុនសែនមានអាវុធចំនួនទី5ដ៏ទំនើបសម្រាប់ប្រឆាំងនឹងរថក្រោះនោះទេអាវុធនេះផលិតនៅស្រុកចិនដែលចិនបានអះអាងថាជាអាវុធដែលមានគុណភាពដូច Javelin នៃអាវុធអាមេរិកដែលប្រគល់ឲ្យកងទ័ពយូក្រែនប្រើប្រាស់បានរថពាសដែកនិងរថក្រោះរុស្ស៊ីផងដែរនេះគឺជារឿងមួយដ៏អស្ចារ្យស្ដីអំពីសពាវុធដែលកងទ័ពលោកហ៊ុនសែនប្រដាប់ដោយអាវុធដ៏ទំនើបជាទីបំផុតគឺជាអាវុធដែលគេចាត់ទុកថាជាចំនួនទី5នៃបច្ចេកវិទ្យានៃបច្ចេកវិទ្យាដែលចិនទើបតែនឹងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ25នេះបាទទើបនឹងដាក់ប្រើប្រាស់នៅឆ្នាំ25នេះបងប្អូនបាទទើបតែនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ25នេះអាវុធដែលប្រឆាំងនឹងរថក្រោះហើយបាញ់ឆេះរថពាសដែកនិងរថក្រោះរបស់ថៃអស់ជាច្រើនគ្រឿងរហូតដល់កងទ័ពណារបស់កងទ័ពថៃគ្រាន់តែច្បាំងប៉ុន្មានថ្ងៃនេះកងទ័ពថៃបានបាត់បង់និងខូចខាតរថក្រោះរបស់ខ្លួនសឹងអស់ពីឃ្លាំងបាទសឹងអស់ពីឃ្លាំងអាវុធថ្មីនេះឈ្មោះហៅថា GAM 102LR ណា GAM 102LR បងប្អូនឮសូរខ្ញុំទេណាបងប្អូនឮសូរខ្ញុំទេបងហុយវឿនឮទេជួយប្រាប់ផងណាអាវុធដែលប្រើនេះមានឈ្មោះថាអាវុធដែលប្រើនេះមានឈ្មោះថា GAM 102LR គឺជាអាវុធទំនើបខ្លាំងណាស់បាទជាអាវុធទំនើបខ្លាំងណាស់បាទជាអាវុធទំនើបខ្លាំងណាស់ដែលទើបនឹងដាក់ចាញ់ប្រើនៅក្នុងពេលថ្មីនេះបាទទើបនឹងដាក់ចាញ់ប្រើក្នុងពេលថ្មីនេះនាដើមឆ្នាំ2025គឺជាអាវុធប្រឆាំងរថក្រោះណា GAM 102LR ណានេះគឺជាអ្វីដែលកំពុងតែកើតឡើងបាទត្រង់នេះអាវុធដ៏ថ្មីស្រឡាងនេះខ្ញុំស្រាវជ្រាវរកឃើញថាវាជាប្រភេទ GAM 102LR ផលិតដោយឧស្សាហកម្មផលិតសពាវុធរបស់ចិនដែលជារ៉ុកែតសម្រាប់ប្រឆាំងរថក្រោះដែលប្រើប្រាស់ចិនអះអាងថាមានសមត្ថភាពដូចអាវុធ Javelin នៃសហរដ្ឋអាមេរិកដូចនេះដែរអាវុធនេះមិនមែនបាញ់ទៅវារត់ខ្វាក់ទេគឺជារ៉ុកែតដែលវាមាន guided របស់វាដែលវាមាន guiding ណា
ដែលវាមាន guiding ទំនើបរបស់វាដែលចាត់ទុកថាជាអាវុធចំនួនទី5 GAM 102LR ជា guided anti-tank rocket system ដែលមាន compatibility ចិនអួតអាងថាស្មើនឹងUS FGM 148 Javelin ដែលប្រើនៅយូក្រែនអាវុធនេះបាទខ្ញុំចាំខ្ញុំរករូបឲ្យណាខ្ញុំរករូបឲ្យបន្តិចកាលលោកខ្ញុំរករូបឲ្យឃើញបាទខ្ញុំរករូបឲ្យវាមិនឃើញអាហ្នឹងGAM 102 LR បាទអាវុធនេះគឺវាមានប្រភេទដូចនេះនេះជាអាវុធប្រភេទនេះបាទវាជាអាវុធប្រភេទនេះគឺ reported by the nation of Thailand ណាវាជាប្រភេទ guided anti-tank missile ឬក៏ rocket system ដែលធ្វើឲ្យកងទ័ពថៃហិនហោចអស់រត់ក្រោះពីឃ្លាំងឥឡូវនេះថៃកំពុងតែខ្វះរត់ក្រោះពីព្រោះកងទ័ពលោកហ៊ុនសែនបានបាញ់រត់ក្រោះរបស់ថៃឆេះច្រើនមែនទែនបាទឆេះទាល់តែអស់ពីឃ្លាំងឥឡូវនេះកំពុងតែអាសន្នខ្លាំងមែនទែនបាទកំពុងតែអាសន្នខ្លាំងមែនទែនពីព្រោះអត់មានរត់ក្រោះមកទប់ជាមួយនឹងកងទ័ពដ៏អង្អាចខ្លាំងក្លាក្លាហានដ៏មហិមារបស់លោកហ៊ុនសែនទេនេះគឺជារឿងមួយដ៏អស្ចារ្យជាទីបំផុតហើយឡើយនេះខ្ញុំអធិប្បាយអំពីអាវុធ GAM 102 LR នេះថាតើចេញពីណាមកអាវុធនេះបានផលិតឡើងដោយក្រុមហ៊ុនចិនឈ្មោះPoly Technologies ក្រុមហ៊ុនចិនឈ្មោះ Poly Technologies ដែលទើបនឹងចាញ់ប្រើនៅដើមឆ្នាំ25នេះហើយទើបនឹងដាក់តាំងលក់នៅក្នុងទីផ្សារអន្តរជាតិនៅក្នុងពិព័រណ៍សភាវុធឆ្នាំ25នេះតែម្ដងវាជាសភាវុធបច្ចេកវិទ្យាចំនួនទី5 the latest anti-tank guided missile ដែលកាំជ្រួចឬក៏ rocket មួយដើមទម្ងន់52គីឡូក្រាមបាញ់បានឆ្ងាយជាទីបំផុតដែលធ្វើឲ្យតែហ៊ានអ្នកកាន់អាវុធនេះមិនងាយមានគ្រោះថ្នាក់ទេពីព្រោះបាញ់បានពីចម្ងាយហើយគ្រាប់ rocket នេះរត់ទៅរកប្រហាររត់ក្រោះដោយឆ្លៀសវៃជាទីបំផុតដោយគេប្រើនៅបច្ចេកវិទ្យា precision guided technology នេះគឺជារឿងមួយដ៏អស្ចារ្យជាទីបំផុតណា family គ្រួសារនៃកំជ្រួចឬក៏ rocket ប្រឆាំងរថក្រោះនេះគេហៅថា family of the GAM-10X ដែល missile នេះអាចនឹងបាញ់បានពីចម្ងាយ6ទៅ10គីឡូម៉ែត្រពលគឺវាអត់ចាំបាច់ទេហ៊ានដែលកាន់កំជ្រួចឬ rocket នេះចូលទៅចិត្តទេគឺបាញ់ហើយអត់មានគ្រោះថ្នាក់ទេ GAM 102 LR នេះគឺប្រើបានជាពហុនិយមបាញ់ឡានក៏បានបាញ់រថពាសដៃក៏បានបាញ់រត់ក្រោះក៏បាននេះគឺជាចំណែកមួយដ៏ខ្លាំងក្លាបាទនេះគឺជាចំណែកមួយដ៏ខ្លាំងក្លាណានៅក្នុងនេះណាបងប្អូនគឺជាចំណែកមួយដ៏ខ្លាំងក្លាបាទគឺជាចំណែកមួយដ៏ខ្លាំងក្លាបាទគឺជាចំណែកមួយដ៏ខ្លាំងក្លាជាទីបំផុតប្រភេទនៃសពាវុធ GAM 102 LR នេះណាកម្ពុជាបានយកមកប្រើប្រាស់អាចនិយាយថាមុនគេមុនឯងក្នុងចំណោមកងទ័ពក្លាហានទាំងអស់ការសិក្សាអំពីវិក័យប័ត្រនៃការបញ្ជាទិញអាវុធនេះនៅក្នុងទំព័រនៃការទិញដូរអាវុធពីចិនគេរកមិនឃើញសោះនៅវិក័យប័ត្រឯកសារដែលកម្ពុជាទិញពីចិនគេរកមិនឃើញសោះណាគេរកមិនឃើញសោះនៅវិក័យប័ត្រឯកសារដែលកម្ពុជាទិញអាវុធនេះពីចិនក៏ប៉ុន្តែគេបានរកឃើញនៅអាវុធនេះណា
គេបានរកឃើញនៅអាវុធនេះនៅលើសមរភូមិនាពេលប្រមាណជា2-3ថ្ងៃនេះទេអាវុធនេះត្រូវបានកងទ័ពលោកហ៊ុនសែនដ៏ក្លាហានបានទុកចោលប៉ុន្មានគ្រឿងលើសមរភូមិដើម្បីស៊ីញោបង្ហាញកងទ័ពថៃថាឯងចូលមកកាន់ទឹកដីអញបាញ់ឯងឆេះអស់ពីឃ្លាំងហើយអញប្រាប់ឯងថាអញមានធ្នូសមួយដ៏ខ្លាំងក្លាអញខ្ជិលមិនបាច់អួតទេអញប្រាប់ឯងណាអញប្រាប់ឯងឲ្យដឹងអញ្ចឹងអញទុកណាអញទុកប្រមាណគ្រឿងឲ្យឯងមើលថៃបាសសក់ជ្រងពេលចូលទៅសមរភូមិស្រាប់តែឃើញកំជ្រួចបាញ់រត់ក្រោះនឹងប៉ុន្មានគ្រឿងនឹងថៃអត់ស្គាល់តែហ៊ានថៃអត់ស្គាល់ព្រោះហ្នឹងវាថ្មីពេកតែហ៊ានថៃត្រូវបញ្ជូនឲ្យលឿនជាទីបំផុតទៅកាន់ទីក្រុងបាងកកដើម្បីឲ្យអ្នកវិទ្យាសាស្ត្រថៃហ្នឹងព្យាយាមឆែកឆេរមើលថាអានឹងស្មានតែជារបស់ស្អីក្រោយមកក៏គេបានដឹងថាអាវុធដ៏អស្ចារ្យនេះហើយដែលបានណាអាវុធដ៏អស្ចារ្យនេះហើយដែលបានធ្វើឲ្យបាទកងទ័ពដ៏ខ្លាំងក្លាក្លាហានរបស់លោកហ៊ុនសែនធ្វើការវាយប្រហារទៅលើរថក្រោះរថពេះដែករបស់ថៃអស់ពីឃ្លាំងនេះគឺជារឿងមួយដ៏អស្ចារ្យនៅក្នុងពេលថ្មីនេះតាមការពិនិត្យមើលលើវិក័យប័ត្រឯកសារនៅ ISS Arm Transfer Database គេមិនឃើញឯកសារណាមួយបង្ហាញពីកម្ពុជាទិញអាវុធនេះទេក៏ប៉ុន្តែភស្តុតាងបានបង្ហាញថាអាវុធនេះនៅក្នុងដៃកងទ័ពរបស់លោកហ៊ុនសែនបង្ហាញថាលោកហ៊ុនសែនមានអាវុធទំនើបដែលគ្មាននៅក្នុងវិក័យប័ត្រទិញទេមានន័យថាឯកសារទិញសព្វាវុធអត់មានបង្ហាញទេប៉ុន្តែលោកហ៊ុនសែនមានអាវុធទំនើបជាទីបំផុតដូច្នេះគេអាចឲ្យដឹងថាណាលោកហ៊ុនសែនពិតជាមានណាលោកហ៊ុនសែនពិតជាមានអាវុធច្រើនណាស់ដែលទំនើបជាទីបំផុតដោយលោកហ៊ុនសែនធ្លាប់បាននិយាយណាដោយលោកហ៊ុនសែនធ្លាប់បាននិយាយអំពីសំណាញ់មេឃជាដើមហើយលោកហ៊ុនសែនបានគូសបញ្ជាក់យ៉ាងច្បាស់ថាបន្ទាត់ក្រហមត្រូវបានណាកំណត់ទុកជាស្រេចបន្ទាត់ក្រហមត្រូវបានកំណត់ទុកជាស្រេចដែលបញ្ជាក់ថាកម្លាំងកងទ័ពរបស់លោកហ៊ុនសែនមិនអាចនឹងប៉ាន់ស្មានបានទេពីព្រោះគ្រាន់តែសង្គ្រាមប៉ុន្មានថ្ងៃនេះគឺគេបានបបាញ់បំផ្លាញរថក្រោះនិងរថពាសដែករបស់ថៃសឹងអស់ពីឃ្លាំងដូច្នេះនៅលើសមរភូមិជោគជ័យដ៏ធំធេងនេះបានធ្វើឲ្យថៃខំប្រឹងប្រឌិតរឿងខំប្រឹងឲ្យថៃខំប្រឹងប្រឌិតរឿងថាកងទ័ពរបស់ខ្លួនហ្នឹងវាយបានប្រាសាទតាក្របីហើយឆ្នៃរូបភាពថាខ្លួនហ្នឹងទៅបង្ហោះទង់ជាតិរបស់ខ្លួននៅប្រាសាទតាក្របីដែលសំលេងចេញមកច្បាស់ពីកងទ័ពលោកហ៊ុនសែនថាសូម្បីតែស្រមោចសៀមក៏មិនទាន់មានសមត្ថភាពចូលកាន់កាប់ប្រាសាទតាក្របីដែរគ្រប់28ចំណុចតាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់សូម្បីតែដី1ម៉ែត្រក៏ថៃអត់អាចចូលកាន់កាប់បានដែរគ្រប់សមរភូមិដូច្នេះហើយទើបថៃខំប្រឹងយកយន្តហោះដ៏អន់របស់ខ្លួនមកទម្លាក់លើសំណង់ដែលអត់មានទេហ៊ានដូចជាស្ពានជ័យជំនះជាដើមលក្ខណៈដើម្បីបង្ហាញលើកទឹកចិត្តជនជាតិគេថាសមរភូមិជាមួយកម្ពុជាគេកំពុងតែឈ្នះដែលតាមការពិតថៃកំពុងតែចាញ់ខ្លាំងណាស់កងទ័ពថៃបានបាក់បែកគ្នាហើយគេខ្វះនៅកងទ័ពរីឯកងទ័ពដែលគេបញ្ជូនមកច្បាំងនៅកម្ពុជាគ្មានថៃណាចង់មកច្បាំងកូនថៃរាប់ម៉ឺនអ្នករត់ចោលកងទ័ពនៅសល់ខ្មែរសុរិនដែលខ្វះលុយចាយត្រូវបានគេបញ្ចូលក្នុងកងទ័ពមកច្បាំងធ្វើឲ្យកងទ័ពលោកហ៊ុនសែនប្រហារបានយ៉ាងងាយណាធ្វើឲ្យកងទ័ពលោកហ៊ុនសែនប្រហារបានយ៉ាងងាយដូច្នេះហើយឡាបាច់របស់សម្ដេចដៃជោស្ដេចសង្គ្រាមគឺអស្ចារ្យណាស់ជាទីទុកចិត្តដ៏ខ្លាំងក្លាថាយើងមានមេទ័ពផ្កាយមាស5ផុតលេខ1ដ៏ឆ្នើមដែលដឹកនាំការប្រយុទ្ធដ៏ខ្លាំងក្លាដែលបរទេសជិតខាងមិននឹកស្មានសោះការរកឃើញកំជ្រួចបាញ់រថក្រោះប្រភេទ GAM 102 LR ធ្វើឲ្យយួនភ័យបោកពោះថាអូអញខំទៅតាក់ទងជាមួយនឹងសៀមនឹកឃើញថានឹងហែកប្រទេសកម្ពុជាបានយ៉ាងងាយតែលើកនេះសៀមចាញ់ហើយចំណែកអាវុធចាស់របស់យួនតើធ្វើដូចម្ដេចទៅអាចនឹងទប់
ទល់កងទ័ពដ៏ក្លាហានអាវុធចំនួនទី5របស់លោកហ៊ុនសែនបានព័ត៌មាននេះរន្ធត់ខ្លាំងណាស់ត្រូវបានមេឌៀអន្តរជាតិយកមកផ្សាយហេតុដូច្នេះហើយបានជាលោកប្រធានាធិបតីដូណាល់ត្រាំយល់ឃើញថាมันអាចប្រហែសបានឡើយត្រូវតាក់ទងជាមួយកម្ពុជាដើម្បីបញ្ចប់សង្គ្រាមនេះជាបន្ទាន់បើមិនដូច្នេះទេសពាវុធសេសសល់នៅស្រុកថៃដែលផលិតដោយអាមេរិកនឹងគ្មានទីផ្សារលក់ដាច់ឡើយពីព្រោះអ្វីពីព្រោះអាវុធរបស់លោកហ៊ុនសែនអាចនឹងកំទេចអាវុធរួមទាំងយន្តហោះអាមេរិកកាំង F16 ផងលោកហ៊ុនសែនបានឲ្យប្រព័ន្ធឃោសនាដឹងថាហេតុដែលមិនបាញ់ទម្លាក់យន្តហោះ F16 គឺជាការទុកមុខឲ្យលោកត្រាំដោយសារលោកហ៊ុនសែនមាននិស្ស័យល្អជាមួយនឹងប្រធានាធិបតីអាមេរិកកាំងបើសិនណាជាបាញ់ទម្លាក់ F16 ដូចហែកខ្លែងចេញពីមេឃវាធ្វើឲ្យទីផ្សារលក់សពាវុធអាមេរិកកាំងនឹងធ្លាក់ចុះយ៉ាងតិច 25% ដូច្នេះនៅពេលអាមេរិកកំពុងតែចម្ពាក់លុយគេយ៉ាងវាន់កបែបនេះបើលោកហ៊ុនសែនមិនអាណិតលោកប្រធានាធិបតីដូណាល់ត្រាំទេគឺច្បាស់ជានឹងធ្វើឲ្យមនុស្សនៅអាមេរិកអត់ឃ្លានគ្មានអ្វីស៊ីទេដូច្នេះហើយក៏លោកហ៊ុនសែនបានប្រាប់កងទ័ពគាត់ថាបើ F16 ថៃគ្រាន់តែទម្លាក់លើស្ពានលោកហ៊ុនសែនមិនខ្វះលុយជួសជុលឬសាងសង់ឡើងវិញទេអនុញ្ញាតឲ្យអាវុធអាមេរិកដ៏កញ្ចាស់បែបនេះណាមានសមត្ថភាពបន្តិចបន្តួចចោះពីព្រោះវាអត់ហ៊ានទម្លាក់លើកងទ័ពជួរមុខទេពីព្រោះឲ្យតែវាហ៊ានមកគឺអាវុធរបស់យើងមានសំណាញ់មេឃជាដើមនឹងអាចបាញ់ទម្លាក់វាបានយ៉ាងងាយអាវុធប្រភេទ GAM 102LR នេះត្រូវបានដាក់ប្រើប្រាស់ណាដែលបង្ហាញឲ្យឃើញថាណារបាយការណ៍ព័ត៌មានរបស់កាសែតអាមេរិក The New York Times ដែលបានផ្សាយអត្ថបទ